នៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនបាទពីរបៀបក្នុងការបាទទាញ admin ចូលមកគ្រប់គ្រង page របស់យើងអញ្ចឹងរបៀបក្នុងការដាក់ admin ដើម្បីឲ្យគ្រប់គ្រង page របស់យើងនៅក្នុង Facebook ណាគឺងាយទេសម្រាប់បងប្អូនដែលអាចធ្វើបានឬក៏មើលវីដេអូនេះហើយអាចធ្វើបានកុំភ្លេចជួយ subscribe like ហើយនិង share ម្នាក់មួយផងអញ្ចឹងរបៀបក្នុងការធ្វើអត់ពិបាកទេបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងជាមុនសិនរួចហើយយើងធ្វើការចុចទៅលើ profile Facebook ចុចកន្លែងត្រង់កន្លែងសញ្ញាព្រួយនេះមកបងប្អូនណារួចយើងធ្វើការជ្រើសរើសនៅ page បាទ page Facebook ណាដែលបងប្អូនចង់ធ្វើការដាក់ admin ចូលមកគ្រប់គ្រង page របស់យើងណាបាទអញ្ចឹងយើងគ្រាន់តែ select ទៅលើ page មួយហ្នឹងមកបាទបន្ទាប់មកទៀតបងប្អូនចុចទៅលើ profile Facebook របស់យើងបាទ Facebook page ណាបាទរួចហើយយើងនឹងឃើញពាក្យថា professional dashboard អញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកហើយ scroll មកក្រោមបន្តិចបងប្អូនណាមកដល់ត្រង់ចំណុចហ្នឹងយើងធ្វើការ scroll មកក្រោមមកបាទរួចហើយយើងចុចពាក្យថា setting អញ្ចឹង scroll មកក្រោមបន្តិចទៀតបងប្អូននឹងឃើញពាក្យថា page setup ហើយអញ្ចឹងយើងចុចទៅលើពាក្យថា page setup ហ្នឹងមកនេះត្រង់ចំណុចនេះគេដាក់ថា page access អញ្ចឹងបងប្អូនចុចត្រង់ចំណុច page access អញ្ចឹងវាមាន2បាទឲ្យយើងធ្វើការជ្រើសរើសអញ្ចឹងបងប្អូនត្រូវជ្រើសរើសត្រង់ចំណុចខាងលើដែលគេដាក់ថាadd new បន្ទាប់មកយើងគ្រាន់តែធ្វើការចុចពាក្យថា next អញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនធ្វើការវាយឈ្មោះបាទ Facebook របស់គេដើម្បីឲ្យគេមកគ្រប់គ្រង page របស់យើងណាអញ្ចឹងកន្លែងហ្នឹងគឺបញ្ជាក់បន្តិចបើសិនជាបងប្អូនមាន friend ជាមួយនឹងពួកគាត់ទើបយើងអាចធ្វើការ add ពួកគាត់ធ្វើជា admin របស់យើងបានអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំសូមធ្វើការវាយត្រង់ចំណុចហ្នឹងសិនបាទអូខេបន្ទាប់មកខ្ញុំគ្រាន់តែធ្វើការចុច select ឈ្មោះគាត់មកបងប្អូននឹងឃើញបែបនេះហើយបន្ទាប់មកយើងធ្វើការបើកមុខងារកន្លែងនេះណាដែលគេដាក់ថា allow this person to also have full control បាទអញ្ចឹងយើងបើកមុខងារកន្លែងហ្នឹងមកដើម្បីឲ្យគេហ្នឹងងាយស្រួលគ្រប់គ្រងឬក៏កាន់កាប់ page របស់យើងបានទាំងមូលហ្មងទាំងស្រុងតែម្ដងអញ្ចឹងណាបាទបន្ទាប់មកយើងគ្រាន់តែចុចពាក្យថា give access ហើយយើងធ្វើការវាយនៅ password ត្រង់ចំណុចហ្នឹងយើងធ្វើការវាយ password មកតោះមកយើងចុចពាក្យថា confirm អញ្ចឹងនៅពេលដែលយើងវាយ password ត្រូវរួចរាល់ហើយគឺវានឹងបង្ហាញត្រង់ចំណុចនេះហើយគឺយើងអាចធ្វើការដាក់បន្ថែម admin បានតែម្ដងអញ្ចឹងណាដើម្បីមកគ្រប់គ្រង page របស់យើងបាទវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេពីរបៀបក្នុងការ add admin បន្ថែមនៅលើ Facebook page របស់យើងបាទអរគុណសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយ